đăng thật khó hái nào đểធ្វើmìnhលោកបណ្ឌិតសុកទូចអត់ដឹងទេគាត់ដឹងថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីគឺជាឧបករណ៍ថែរក្សាអាយុជីវិតជាតិខ្មែរហើយនៅមានតែសុពលភាពសម្រាប់អនុវត្តក្នុងការការពារទឹកដីនៃប្រទេសកម្ពុជាក៏ប៉ុន្តែគាត់បែរទៅជានិយាយបញ្ច្រាស់ទៅនិយាយថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនេះគាត់ប្រើពាក្យថាសុគតភាពគាត់ចង់និយាយថាស្លាប់ហើយសុគតដែលគាត់និយាយហ្នឹងគឺស្លាប់ហើយខ្ញុំសូមបញ្ជាក់ជូនបងប្អូនរួមជាតិកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសណាមិនស្លាប់ដោយលោកបណ្ឌិតសុកទូចមានប្រសាសន៍ទេលោកបណ្ឌិតសុកទូចនិយាយថាកិច្ចព្រមព្រៀងនេះមានសុពលភាពនៅពេលដែលមិនទាន់មានរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវនិងយុត្តិធម៌ពេលណាមានរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតពីកិច្ចព្រមព្រៀងនេះហើយបានន័យថាកិច្ចព្រមព្រៀងនេះសុគតភាពគាត់ចង់និយាយថាស្លាប់ហើយមិនចុងទេមាត្រា1ដែលគាត់និយាយអំពីសុគតភាពនោះគឺស្លាប់នោះមិនមែនសំដៅទៅលើខ្លឹមសារនិងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងមូលទេមានន័យថាវាចប់ខ្លះទៅលើការអនុវត្តកិច្ចព្រមព្រៀងហើយករណីដែលចប់នឹងគឺសំដៅទៅជាពិសេសលើបេសកកម្មរបស់អាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិឬក៏អ៊ុនតាក់នឹងមកអនុវត្តក្នុងសម័យអន្តរកាលហើយសម័យអន្តរកាលរបស់អ៊ុនតាក់ហ្នឹងតាមខ្ញុំចាំគឺពីថ្ងៃទី28ខែកុម្ភៈឆ្នាំ1992ដល់ថ្ងៃទី24ខែកញ្ញាឆ្នាំ1993បន្ទាប់ពីមានរដ្ឋាភិបាលហើយគឺតែជាង1ឆ្នាំនឹងទេដូច្នេះបេសកកម្មអ៊ុនតាក់ជាង1ឆ្នាំនឹងចប់មែនហើយបេសកកម្មអ៊ុនតាក់វាតាក់ទងទៅនឹងការដកកម្លាំងកងទ័ពបរទេសការឈប់បាញ់ហើយនឹងរឿងវិធានការពាក់ព័ន្ធនឹងការឈប់បាញ់ហើយនឹងការបញ្ចប់សង្គ្រាមជាដើមពាក់ព័ន្ធទៅនឹងការបោះឆ្នោតហើយនឹងការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនហើយនឹងការផ្លាស់ទីរបស់ប្រជាពលរដ្ឋខ្មែរនៅពេលនោះដោយសារតែសង្គ្រាមអញ្ចឹងហើយបេសកកម្មទាំងអស់ហ្នឹងវាចប់មែនចប់បេសកកម្មក្នុងសម័យអន្តរកាលនោះប៉ុន្តែខ្លឹមសារនិងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនចប់ទេហើយខ្ញុំសូមបញ្ជាក់ណានៅក្នុងខ្លឹមសារនិងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលចប់នេះចប់តែលើកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជាកិច្ចព្រមព្រៀងនេះមានខ្លឹមសារភាគច្រើនអនុវត្តរួចហើយមែនក៏ប៉ុន្តែនៅមានកិច្ចព្រមព្រៀង2ទៀតគឺនៅមានសុពលភាពនឹងត្រូវអនុវត្តបន្តគឺកិច្ចព្រមព្រៀងតាក់ទងទៅនឹងអធិបតេយ្យភាពឯករាជ្យបូរណភាពទឹកដីនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតនិងឯករាជ្យភាពកម្ពុជាអត់ទាន់ចប់ទេហើយមួយវិញទៀតគឺកិច្ចព្រមព្រៀងដែលគេនិយាយអំពីសេចក្តីថ្លែងការណ៍ស្តីពីការស្ដារនិងកសាងកម្ពុជាឡើងវិញកិច្ចព្រមព្រៀងនេះមិនចប់ដែរហើយនៅក្នុងកិច្ចព្រមព្រៀងទាំងអស់នេះណាមិនត្រឹមតែមិនចប់ទេរហូតទៅដល់គេចែងឲ្យអនុវត្តឲ្យបានត្រឹមត្រូវពេញលេញថែមទៀតមិនមែនមិនចប់ទេណាគឺត្រូវអនុវត្តឲ្យបានត្រឹមត្រូវនិងពេញលេញជាឧទាហរណ៍នៅក្នុងកិច្ចព្រមព្រៀងស្ដីអំពីសេចក្តីថ្លែងការណ៍ស្ដីពីការស្ដារនិងការកសាងប្រទេសកម្ពុជាឡើងវិញក្នុងចំណុចទី1គេបានបញ្ជាក់ច្បាស់ណាស់ដើម្បីសម្រេចគោលដៅគឺគោលដៅស្ដារប្រទេសកម្ពុជាឡើងវិញហ្នឹងណាគឺត្រូវអនុវត្តសំទោសអក្សរតូចពេកគឺត្រូវទាមទារឲ្យមានការអនុវត្តពេញលេញនៅដំណោះស្រាយនយោបាយរួមមួយគេទាមទារឲ្យមានការអនុវត្តពេញលេញទៅទៀតគេមិនមែនត្រឹមតែមិនបញ្ចប់ទេគឺទាមទារឲ្យអនុវត្តពេញលេញហើយចំណុចមួយទៀតកិច្ចព្រមព្រៀងនេះមិនមែនត្រឹមតែមិនបញ្ចប់ទេក៏ប៉ុន្តែមានសេចក្តីថ្លែងឲ្យមានការចូលរួមពីប្រទេសនានាទៀតមិនមែនតែជិត20ប្រទេសនោះទេ
មានន័យថាកិច្ចព្រមព្រៀងទីក្រុងប៉ារីមិនមែនត្រឹមតែមិនបានចែងអំពីលក្ខខណ្ឌនៃការបញ្ចប់ទេក៏ប៉ុន្តែក៏ចែងលក្ខខណ្ឌឲ្យមានការចូលរួមកាន់តែច្រើនទៀតពីភាគីនានាខ្ញុំមួយទីហោមានសេចក្តីចែងនៅក្នុងមាត្រា7នៃកិច្ចព្រមព្រៀងតាក់ទងទៅនឹងអធិបតេយ្យភាពឯករាជ្យបូរណភាពទឹកដីណានិយាយប៉ុណ្ណឹងទៅចុះក្នុងមាត្រា7ហ្នឹងមិនមែនចែងអំពីការបញ្ចប់ទេណាប៉ុន្តែចែងថាកិច្ចព្រមព្រៀងនេះទុកចំហសម្រាប់រដ្ឋទាំងអស់ចូលរួមត្រឹមត្រូវហើយពាក្យសុំចូលរួមជាផ្លូវការត្រូវតម្កល់ទុកនៅនឹងរដ្ឋាភិបាលសាធារណរដ្ឋបារាំងនិងសាធារណរដ្ឋឥណ្ឌូនេស៊ីសម្រាប់រដ្ឋនីមួយៗដែលចូលរួមក្នុងកិច្ចព្រមព្រៀងនេះអាចសុំចូលសំទោសខ្ញុំមើលអក្សរវាដូចជាតូចពេកពាក្យសុំចូលនោះត្រូវចូលជាធរមាននៅថ្ងៃតម្កល់ទុកពាក្យសុំចូលរបស់ខ្លួនសូមអធិស្ឋានអក្សរតូចមែនទែនខ្ញុំមើលមិនចង់ឃើញដូច្នេះខ្ញុំចង់បញ្ជាក់ជូនបងប្អូនថាមិនមែនត្រឹមតែមិនបញ្ចប់ទេក៏ប៉ុន្តែបើកឲ្យមានការចូលរួមថែមទៀតហើយមួយវិញទៀតកិច្ចព្រមព្រៀងនេះវាមិនអាចបញ្ចប់បានទេដោយសារអីអត់មានចែងអំពីលក្ខខណ្ឌនៃការបញ្ចប់ត្រឹមត្រូវក៏ប៉ុន្តែកិច្ចព្រមព្រៀងនេះត្រូវបានចុះនៅក្នុងបញ្ជីរបស់អង្គការសហប្រជាជាតិរួចទៅហើយដែលមានន័យថាជាសន្ធិសញ្ញា treaty មានន័យថាคล้ายទៅជាច្បាប់អន្តរជាតិជាផ្លូវការនេះមានន័យអញ្ចឹងណានិយាយស្រួលស្ដាប់ហើយកាលណាคล้ายទៅជាសន្ធិសញ្ញាហើយតាមច្បាប់សន្ធិសញ្ញាទីក្រុងវីយ៉ែនកិច្ចព្រមព្រៀងមួយដែលអាចចប់បានលុះត្រាតែមានចែងអំពីសេចក្តីបញ្ចប់ប៉ុន្តែកិច្ចព្រមព្រៀងទីក្រុងប៉ារីអត់មានចែងអំពីសេចក្តីបញ្ចប់ទេលក្ខខណ្ឌនៃការបញ្ចប់អត់មានទេហើយមួយវិញទៀតតើតែរដ្ឋដែលជាភាគីហត្ថលេខីហ្នឹងតោះនាំគ្នាស្នើឲ្យមានការបញ្ចប់ប៉ុន្តែឥឡូវមានរដ្ឋភាគីហត្ថលេខីណាដែលស្នើមានការបញ្ចប់ទេអត់មានទេសូម្បីតែរដ្ឋាភិបាលនៅភ្នំពេញសប្តាហ៍ថ្ងៃហ្នឹងមិនហ៊ានស្នើផងសូម្បីតែវៀតណាមដែលស្អប់កិច្ចព្រមព្រៀងនឹងបំផុតវៀតណាមក៏មិនហ៊ានស្នើផងដោយសារអីបើកាលណាវៀតណាមស្នើឲ្យមានការបញ្ចប់កិច្ចព្រមព្រៀងហ្នឹងស្មើនឹងវៀតណាមបង្កចំនួនអសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ពីព្រោះនៅក្នុងកិច្ចព្រមព្រៀងដែលស្ដីអំពីបូរណភាពទឹកដីចែងច្បាស់ណាស់គឺដើម្បីរក្សានៅសន្តិសុខមិនមែនសម្រាប់តែប្រទេសកម្ពុជាទេគឺនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងម្ល៉េះហើយខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងទៅចុះថាកិច្ចព្រមព្រៀងនេះអត់បញ្ចប់ទេក៏ប៉ុន្តែនៅមានសុពលភាពជានិច្ចបាទអរគុណលោកកឹមសុខបងប្អូនជនរួមជាតិបានស្ដាប់ច្បាស់ហើយថាអ្វីដែលបានចែងនៅក្នុងសន្ធិសញ្ញាទីក្រុងប៉ារីនេះគឺគ្មានclose ណាមួយគឺគ្មានមាត្រាណាមួយដែលចែងបញ្ចប់អំពីសុពលភាពនៃសន្ធិសញ្ញាទីក្រុងប៉ារីទេខ្ញុំក៏បានអានសន្ធិសញ្ញាទីក្រុងប៉ារីដែរបើសិនតែខ្ញុំចង់សង្ខេបឲ្យខ្លីរវាងដើម្បីឲ្យបងប្អូនជនរួមជាតិងាយយល់សន្ធិសញ្ញាទីក្រុងប៉ារីវាមាន3ដំណាក់កាលធំដំណាក់កាលទី1គឺបទឈប់បាញ់គ្នាមានន័យថាភាគីដែលមានចំនួនដែលមានកងទ័ពនៅតាមជាតិដែនលោកតាសឿនសានកងទ័ពខ្មែរក្រហមកងទ័ពរបស់ក្រុមតស៊ូជាតិរបស់សម្ដេចសីហនុហើយដែលច្បាំងគ្នាជាមួយនឹងកងទ័ពលោកហ៊ុនសែននេះគឺដាក់អាវុធទាំងអស់គ្នាដើម្បីបញ្ចប់សង្គ្រាមហើយនឹងរៀបចំការបោះឆ្នោតហ្នឹងអានឹង phase ទី1 phase ទី2គឺធ្វើយ៉ាងម៉េចប្រមូលប្រជាពលរដ្ឋដែលនៅតាមជាតិដែនហ្នឹងឲ្យមកនៅក្នុងប្រទេសវិញដើម្បីរៀបចោះឈ្មោះនិងរៀបចំការបោះឆ្នោតនេះគឺ phase ទី1ដែលនៅក្រោមការគ្រប់គ្រងរបស់អ៊ុនតាក់ដែលលោកសុកទូចបាននិយាយថានៅពេលដែលមានការបោះឆ្នោតហើយនឹងធម្មនុញ្ញរបស់កម្ពុជាមានហើយហ្នឹងគឺត្រូវបញ្ចប់គឺខ្ញុំតាមជីវិតដោយលោកកឹមសុខបានមានប្រសាសន៍មិញគឺបញ្ចប់គឺ phase ទី1នេះគឺបញ្ចប់បេសកកម្មរបស់អ៊ុនតាក់ដែលទទួលបន្ទុកនៅក្នុងការរៀបចំសន្តិភាពដាក់អាវុធទាំងអស់ទម្លាក់អាវុធទាំងអស់គ្នាហើយរៀបចំការបោះឆ្នោតដោយគ្មានភាគីណាមួយមានអាវុធទេនឹងគឺនៅក្រោមការគ្រប់គ្រងរបស់អ៊ុនតាក់ហើយ phase ទី2ចំណុចទី2គឺពាក់ព័ន្ធជាមួយនឹងបូរណភាពឯកភាពបូរណភាពអធិបតេយ្យភាពនៅប្រទេសកម្ពុជាដោយលោកកឹមសុខបានមានប្រសាសន៍មិញអានឹង phase ទី2
ការពារបូរណភាពទឹកដីនេះគឺចារនៅក្នុងមាត្រាទី5មានន័យថាប្រទេសហត្ថលេខីទាំង18មុនបងឥឡូវការបើកចំហដែលលោកកឹមសុខមានភាសាមិញមានរហូតដល់23ប្រទេសហើយដែលចូលរួមខ្ញុំចាំទី1គឺប្រទេសអ៊ីតាលីដែលចូលមុនគេចូលជាសមាជិកនៅក្នុងសន្ធិសញ្ញាទីក្រុងប៉ារីសនេះមុនគេឥឡូវបើកចំហទៀតមានន័យថាពេលដែលបើកចំហនោះមានន័យថាវាបន្តទៅទៀតហើយវាគ្មានអីដែលត្រូវបញ្ចប់ទេមានបើកចំហគឺបើកចំហដើម្បីឲ្យមានការចូលរួមពីសមាជិកផ្សេងទៀតអញ្ចឹងអាហ្វាសទី2ហ្នឹងគឺគេបានចែងថាប្រទេសសមាជិកទាំងអស់ដែលបានចុះហត្ថលេខាដែលមានសហរដ្ឋអាមេរិកនិងមហាអំណាចទាំង5ហ្នឹងគឺសន្យាគោរពអនុវត្តឲ្យបានជាក់លាក់នៅបូរណភាពគោរពបូរណភាពទឹកដីនៃប្រទេសកម្ពុជានៅក្នុងករណីដែលមានការរំលោភឈ្លានពានធ្ងន់ធ្ងរទឹកដីនៃប្រទេសកម្ពុជាបូរណភាពទឹកដីនៃប្រទេសកម្ពុជាហ្នឹងប្រទេសកម្ពុជាយើងហ្នឹងគឺត្រូវប្តឹងទៅសហប្រធានគឺមាត្រាទី21ដែលយើងអាចប្តឹងទៅសហប្រធានដើម្បីឲ្យសហប្រធានហ្នឹងកោះប្រទេសទាំង18ហ្នឹងមកប្រជុំដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីអាហ្នឹងនៅក្នុងចម្ពោះ2ដែលមាត្រាចែងអំពីបូរណភាពទឹកដីនៃប្រទេសកម្ពុជាហើយប្រទេសកម្ពុជាយើងក៏មានសិទ្ធិប្រើមាត្រាទី33ដែលស្នើសុំឲ្យអង្គការសហប្រជាជាតិនឹងចូលរួមប្រសិនបើការកិច្ចប្រជុំ18ប្រទេសនឹងមិនអាចដោះស្រាយបញ្ហាចំនួនបានដោយសន្តិវិធីនឹងយើងអាចប្រើមាត្រាទី33នឹងទៀតដើម្បីស្នើសុំអំពីអន្តរាគមន៍អំពីអង្គការសហប្រជាជាតិនឹងមកធ្វើអន្តរាគមន៍ទៀតអញ្ចឹងអានឹងជា fast ទី2ដែលយើងដែល fast នេះហើយដែលលោកហ៊ុនសែនរាល់ថ្ងៃនេះដែលមិនបានបំពេញហើយដែលមិនបានធ្វើដើម្បីឲ្យមានខែលមួយដើម្បីការពារបូរណភាពទឹកដីរបស់យើងបាន fast ទី3គឺ fast បញ្ចប់ចំណុចទី3ហ្នឹងគឺការកសាងប្រទេសកម្ពុជាឡើងវិញអាហ្នឹងគឺការកសាងប្រទេសកម្ពុជាឡើងវិញហ្នឹងប្រទេសហត្ថលេខីដែលមានមហាអំណាចធំៗហ្នឹងសន្យាថាជួយកម្ពុជាហ្នឹងណាកសាងកម្ពុជាដើម្បីឲ្យកសាងហេដ្ឋារចនាសម្ព័ន្ធអញ្ចឹងហើយបានប្រទេសកម្ពុជាយើងទទួលបានថវិការាប់ពាន់លានដុល្លារមួយឆ្នាំដើម្បីមកកសាងកម្ពុជាហើយប្រសិនបើនិយាយដោយលោកសុកទូចនិយាយថាពេលដែលមានរដ្ឋាភិបាលបោះឆ្នោតហើយវាចប់មានន័យថាប្រទេសដទៃទៀតនេះគេលេងជួយមកប្រទេសខ្មែរហើយបើយើងនៅតែទទួលជំនួយគេរហូតដល់20ឆ្នាំ30ឆ្នាំទៀតន័យថាអាសន្ធិសញ្ញាទីក្រុងប៉ារីសនេះអត់ស្លាប់ទេអញ្ចឹងលោកគឹមសុខហ្នឹងគាត់សុកទូចហ្នឹងគាត់និយាយបំពេញដោយលោកបណ្ឌិតអែមសវណ្ណរាមមានភាសាអញ្ចឹងត្រឹមត្រូវហើយអញ្ចឹងខ្ញុំចង់បញ្ចប់នៅ fast ទី3នេះគឺនឹងជា fast 3 fast ដែលចែងនៅក្នុងសន្ធិសញ្ញាទីក្រុងប៉ារីសអញ្ចឹងខ្ញុំវិលមកសំណួររបស់យើងវិញពាក់ព័ន្ធជាមួយនឹងសន្ធិសញ្ញាទីក្រុងប៉ារីសនេះប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសនិងក្រៅប្រទេសយើងបានជំរុញហើយបានស្នើសុំឲ្យរដ្ឋាភិបាលនឹងអនុវត្តសន្ធិសញ្ញាទីក្រុងប៉ារីសដើម្បីកុំឲ្យប្រទេសជិតខាងនឹងរំលោភឈ្លានពានដែនដីរបស់ប្រទេសកម្ពុជាលោកគឹមសុខក៏បានចូលរួមផងដែរនៅក្នុងថ្ងៃទី20នៅថ្ងៃទី17ខែសីហានៅប្រទេសបារាំងទីក្រុងម៉ាឌ្រីដថាទុកពេលឲ្យលោកហ៊ុនសែននឹង3ខែដើម្បីបើលោកហ៊ុនសែនមិនព្រមយកសន្ធិសញ្ញាទីក្រុងប៉ារីសនឹងមកអនុវត្តមិនប្តឹងមកសហប្រធានទេនឹងមានរដ្ឋាភិបាលក្រៅប្រទេសមួយឥឡូវដោយសារតែបញ្ហានៅក្នុងប្រទេសកម្ពុជាវាកាន់តែក្តៅទៅថៃគេរំលោភឈ្លានពានយើងកាន់តែខ្លាំងហើយរដ្ឋាភិបាលមិនយកដែងខែលដែលសំខាន់ដែលយើងមានយកមកការពារបូរណភាពទឹកដីគេឲ្យគេដាក់បន្លាលួតាមចិត្តអញ្ចឹងហើយបានលោកសំរងស៊ីបានប្រកាសជាអាសន្នមួយថានឹងបង្កើតរដ្ឋាភិបាលនៅថ្ងៃ23តុលាឆ្នាំ2025នេះគឺនៅមួយខែទៀតអញ្ចឹងលោកគឹមសុខខ្ញុំចង់ដាក់សំណួរទៅលោកថាតើការបំពេញតួនាទីរបស់រដ្ឋាភិបាលក្រៅប្រទេសដោយក្រមប្រឹក្សាជាតិតើវាខុសអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរឬទេបាទនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានឯកសារ4ក៏ប៉ុន្តែឯកសារទី4នោះវាមិនចែងអំពីលក្ខខណ្ឌនានាអីច្រើនទេគ្រាន់តែរៀបរាប់ឡើងវិញអំពីដំណើរការនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយនឹងការបដិញ្ញាចិត្តរបស់ភាគីហត្ថលេខីដើម្បីអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសប៉ុណ្ណោះក៏ប៉ុន្តែមានឯកសារ3ទៀតដែលវាសំខាន់មែនទែនឯកសារទី1គឺកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមនៃជម្លោះកម្ពុជា
ឯកសារទី2គឺកិច្ចព្រមព្រៀងតាក់ទងទៅនឹងអធិបតេយ្យភាពឯករាជ្យបូរណភាពទឹកដីនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពនិងឯកភាពជាតិកម្ពុជាហើយនឹងឯកសារទី3គឺនិយាយអំពីសេចក្តីថ្លែងការណ៍ស្តីពីការស្ដារនិងការកសាងកម្ពុជាឡើងវិញនៅក្នុងឯកសារទាំង3ហ្នឹងណានៅក្នុងឯកសារទាំង3ចំណុចដែលជាស្នូលគ្រប់ឯកសារទាំងអស់គឺនិយាយអំពីភាពជាម្ចាស់របស់ប្រជាពលរដ្ឋខ្មែរនិយាយអំពីសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរក្នុងការសម្រេចជោគវាសនារបស់ប្រទេសជាតិនៅក្នុងកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមនៃកម្ពុជាកិច្ចព្រមព្រៀងនេះយើងបានបញ្ជាក់អំបញ្ញមិញហើយភាគច្រើនលើសលប់បេសកកម្មរបស់អ៊ុនតានៅក្នុងដំណាក់កាលអន្តរកាលវាបានបញ្ចប់ទៅមែនបញ្ចប់នៅក្នុងដំណាក់កាលអន្តរកាលក្រោយពីកម្ពុជាមានរដ្ឋាភិបាលនៅថ្ងៃទី24ខែកញ្ញាឆ្នាំ1993ក៏ប៉ុន្តែសូម្បីតែនៅក្នុងកិច្ចព្រមព្រៀងដែលនិយាយអំពីសម័យអន្តរកាលហ្នឹងណាក៏និយាយអំពីសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋដែរដើម្បីបញ្ចប់សម័យអន្តរកាលអញ្ចឹងសម័យអន្តរកាលនោះបញ្ចប់ដោយវិធីណាបញ្ចប់ដោយមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ដែលរៀបចំឡើងដោយអ៊ុនតាក់ឆ្នាំ1993បោះឆ្នោតពេលនោះគេជ្រើសរើសសភាធម្មនុញ្ញបន្ទាប់ពីសភាធម្មនុញ្ញអនុម័តនៅរដ្ឋធម្មនុញ្ញហើយសភាធម្មនុញ្ញคล้ายទៅជាសភាជាតិហើយបង្កើតរដ្ឋាភិបាលហើយដូច្នេះហើយទាំងសភារដ្ឋធម្មនុញ្ញសភាជាតិមករដ្ឋាភិបាលគឺតាមរយៈសិទ្ធិនៃការជ្រើសរើសរបស់ប្រជាពលរដ្ឋខ្មែរដោយការបោះឆ្នោតសេរីត្រឹមត្រូវរៀបចំឡើងដោយអ៊ុនតានៅក្នុងកិច្ចព្រមព្រៀងដែលស្ដីអំពីអធិបតេយ្យភាពនៃប្រទេសកម្ពុជាក្នុងកិច្ចព្រមព្រៀងនេះក៏និយាយច្បាស់ដែរច្បាស់លើពីរចំណុចទី1របៀបការពារអធិបតេយ្យឯករាជ្យភាពនៃប្រទេសកម្ពុជាហើយនិងទី2និយាយច្បាស់អំពីសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរជាម្ចាស់ទី3គឺកិច្ចព្រមព្រៀងស្ដីអំពីការស្ដារប្រទេសកម្ពុជាឡើងវិញការស្ដារប្រទេសកម្ពុជាឡើងវិញនេះគឺត្រូវផ្អែកទៅលើគេហៅថាប្រព័ន្ធសហប្រជាជាតិមួយដែលជួយប្រទេសកម្ពុជាហើយប្រព័ន្ធសហប្រជាជាតិនឹងវាដំណើរការទៅបានក៏តាមរយៈការផ្ដល់សេរីភាពឲ្យប្រជាពលរដ្ឋខ្មែរជ្រើសរើសសភានិងរដ្ឋាភិបាលត្រឹមត្រូវដែរពីព្រោះប្រព័ន្ធសហប្រជាជាតិនឹងគេផ្ដល់ជំនួយឲ្យប្រទេសកម្ពុជាដិតដល់ជួយជ្រោមជ្រែងប្រទេសកម្ពុជាក្រោយមកយើងឃើញមាន GSP របស់អាមេរិកមាន EBA របស់អឺរ៉ុបអីជាដើមគឺជួយប្រសិនបើកម្ពុជាមានរដ្ឋាភិបាលមានសភាដែលបោះឆ្នោតត្រឹមត្រូវហើយមានរដ្ឋាភិបាលស្របច្បាប់ត្រឹមត្រូវឃើញទេដូច្នេះខ្ញុំចង់បញ្ជាក់ថាកិច្ចព្រមព្រៀងសំខាន់ទាំង3ហ្នឹងសុទ្ធតែឲ្យតម្លៃលើសិទ្ធិនៃការជ្រើសរើសរបស់ប្រជាពលរដ្ឋខ្មែរហើយយើងងាកមកមើលក្រុមប្រឹក្សាជាតិតស៊ូដែលបំពេញតួនាទីជារដ្ឋាភិបាលកម្ពុជាឯករាជ្យមួយស្របតាមខ្លឹមសារនិងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះគឺផ្អែកទៅលើសមានចិត្តនិងការគាំទ្ររបស់ប្រជាពលរដ្ឋពីព្រោះប្រជាពលរដ្ឋខ្មែរនៅជុំវិញពិភពលោកទាំងនៅប្រទេសកម្ពុជាផ្ដល់សញ្ញាមកឲ្យយើងបង្ហាញការគាំទ្រយើងឲ្យធ្វើរដ្ឋាភិបាលមួយដើម្បីជំនួសតួនាទីរដ្ឋាភិបាលនៅប្រទេសកម្ពុជាបច្ចុប្បន្នដែលមិនអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគេអាចចោទសួរយើងថាហើយចុះការគាំទ្រទាំងឡាយមកលើរដ្ឋាភិបាលនោះក្រែងតាមរយៈការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ទេតើចំណែកឲ្យក្រុមប្រឹក្សាជាតិតស៊ូរៀបចំរដ្ឋាភិបាលក្រៅប្រទេសអត់មានឃើញមានការរៀបចំការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌នោះទេខ្ញុំសូមបញ្ជាក់ពិតណាស់តាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីត្រូវឆ្លងកាត់ការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ប៉ុន្តែបងប្អូនត្រូវពិនិត្យមើលជំហរឲ្យច្បាស់ក្រុមប្រឹក្សាជាតិតស៊ូដែលបំពេញតួនាទីជារដ្ឋាភិបាលកម្ពុជាឯករាជ្យមួយត្រៀមខ្លួនជានិច្ចក្នុងការប្រកួតប្រជែងដោយសេរីត្រឹមត្រូវនិងយុត្តិធម៌អ្នកដែល
ហ៊ានប្រកាសប្រកួតប្រជែងដោយសេរីត្រឹមត្រូវនិងយុត្តិធម៌គ្រប់ពេលវេលាគ្មានមនុស្សខុសច្បាប់ឯណាគ្មានក្រុមខុសច្បាប់ឯណាដែលហ៊ានប្រកាសប្រកួតប្រជែងដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ទេប៉ុន្តែទៅពិនិត្យគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលលោកហ៊ុនម៉ាណែតដែលហ៊ានប្រកាសប្រកួតប្រជែងដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ទេអត់ទេលោកហ៊ុនសែនធ្លាប់និយាយហើយតាលោកហ៊ុនសែនថាមានតែចោលទេមានតែអ ுக ្រិតជនទេដែលខ្លាចតុលាការដែលខ្លាចការកាត់សេចក្តីដោយត្រឹមត្រូវនិងយុត្តិធម៌ការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌គឺជាការកាត់ក្តីដោយត្រឹមត្រូវនិងយុត្តិធម៌តាមឆន្ទៈរបស់ប្រជាពលរដ្ឋគឺលោកហ៊ុនសែនគណៈបកប្រជាជនកម្ពុជាលោកហ៊ុនម៉ាណែតនោះឯងដែលជាអ្នកខ្លាចដូច្នេះបើយើងថ្លឹងថ្លែងអំពីស្ថានភាពបែបនេះដែលយើងត្រៀមខ្លួនជានិច្ចពេលនេះយើងមានការគ្រប់គ្រងពីប្រជាពលរដ្ឋហើយក៏ប៉ុន្តែបើចង់ឲ្យច្បាស់យើងត្រៀមខ្លួនជានិច្ចក្នុងការប្រកួតប្រជែងឲ្យច្បាស់លាស់មួយដែរម្ល៉េះហើយនេះគឺជាការបញ្ជាក់ថាជំហររបស់យើងគឺជាជំហរស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីក៏ជាជំហរដែលស្របនឹងស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីគឺសិទ្ធិស្វ័យសម្រេចរបស់ប្រជាពលរដ្ឋដែលត្រូវតាមរយៈការបោះឆ្នោតគេប្រើពាក្យថាដោយសេរីនិងត្រឹមត្រូវចំណែកឯនៅក្នុងរដ្ឋធម្មនុញ្ញការបោះឆ្នោតសភា1ក្នុងមាត្រាមាត្រា76ចែងថាតំណាងរាស្ត្រខ្ញុំនិយាយអំពីការបោះឆ្នោតតំណាងរាស្ត្រទីចុះណាតំណាងរាស្ត្រត្រូវជ្រើសរើសដោយការបោះឆ្នោតជាសកលដោយសេរីដោយស្មើភាពដោយចំពោះនឹងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់នោះមានន័យថាម៉េចគឺការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវម្ល៉េះហើយបើយើងប្រៀបធៀបជំហរទៅវិញជំហររបស់យើងត្រៀមខ្លួនជានិច្ចក្នុងកាលៈទេសៈដើម្បីបញ្ជាក់ឲ្យច្បាស់ថាយើងពិតជារដ្ឋាភិបាលស្របច្បាប់ពីព្រោះនៅពេលនេះយើងមានការគ្រប់គ្រងហើយក៏ប៉ុន្តែយើងត្រៀមខ្លួនជានិច្ចដើម្បីបញ្ជាក់ប្រាប់ពិភពលោកថាយើងពិតជាស្របច្បាប់ស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញក៏ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីតើរដ្ឋាភិបាលនៅភ្នំពេញហ៊ានប្រកួតបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ទេបើមិនហ៊ានទេមានន័យថាពួកគេគឺជាអ្នកខុសច្បាប់ពួកគេគឺជាអ្នកបំពានឆន្ទៈរបស់ប្រជាពលរដ្ឋម្ល៉េះហើយយើងប្រៀបធៀបឲ្យច្បាស់ថាយើងដែលបំពេញតួនាទីក្នុងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះមិនដែលខ្លាចការប្រកួតប្រជែងដោយសេរីនិងយុត្តិធម៌នោះទេអញ្ចឹងហើយអ្នកដែលមានស្មារតីបែបនេះគឺជាបុគ្គលស្របច្បាប់គឺជាក្រុមស្របច្បាប់គឺជារដ្ឋាភិបាលដែលតំណាងឲ្យផលប្រយោជន៍របស់ប្រទេសកម្ពុជាពិតប្រាកដពេលនេះយើងដឹងច្បាស់ថាយើងមានការគ្រប់គ្រងហើយបើសិនជារដ្ឋាភិបាលភ្នំពេញថាខ្លួនស្របច្បាប់នឹងមានការគ្រប់គ្រងមែនមូលហេតុអីមិនហ៊ានប្រកួតប្រជែងដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ឥឡូវនេះខ្ញុំសូមប្រកាសក្នុងនាមក្រុមប្រឹក្សាជាតិតស៊ូប្រកាសថាយើងជារដ្ឋាភិបាលដែលតំណាងឲ្យផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរហើយបើរដ្ឋាភិបាលក្រុងភ្នំពេញមិនសុខចិត្តទេសូមបើកការប្រកួតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ទៅមើលថាតើយើងពិតប្រាកដឃើញឲ្យជាក់ស្ដែងច្បាស់ថាពិតជាតំណាងផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសកម្ពុជាពិតប្រាកដមែនឬក៏អត់ហើយខ្ញុំប្រកាសណាស់ប្រកាសមែនទែនថាប្រសិនបើមានការប្រកួតប្រជែងបែបនោះគឺច្បាស់ជាយើងនឹងហើយដែលជាអ្នកតំណាងឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរដែលឃើញនឹងភ្នែកតែម្ដងបាទអរគុណលោកកឹមសុខបានបកស្រាយយ៉ាងក្បោះក្បាយពិតណាស់ថារដ្ឋាភិបាលក្រៅប្រទេសគឺត្រូវការសម្លេងគ្រប់គ្រងពីប្រជាពលរដ្ឋនៅក្នុងឆ្នាំមុនឆ្នាំ2017គណៈបក្សសង្គ្រោះជាតិមានកៅអី55កៅអីហើយមានសម្លេងគ្រប់គ្រងវាជាងពាក់កណ្ដាលប្រទេសដែរហើយលោកគណៈបករបស់លោកហ៊ុនសែនបានរំលាយគណៈបកសង្គ្រោះជាតិចោលមានន័យថាគណៈបកសង្គ្រោះជាតិក៏មានប្រជាពលរដ្ឋក៏មានសិទ្ធិស្ទើរតែស្មើគ្នាជាមួយនឹងរដ្ឋាភិបាលនៅក្នុងប្រទេសឥឡូវនេះពេលដែលមានបញ្ហាពេលដែលមានសង្គ្រាមពេលដែលមានសត្រូវឈ្លានពានបាត់បង់ទឹកដីនៅក្នុងការចែងនៅក្នុងច្បាប់នៅក្នុងចែងនៅក្នុងរដ្ឋធម្មនុញ្ញហើយនៅក្នុងសន្ធិសញ្ញាទីក្រុងប៉ារីសបានចែងថាបូរណភាពអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាគឺមិនអាចរំលោភឈ្លានពានបានជាដាច់ខាតឥឡូវខណៈនេះលោកកឹមសុខ
លោកសុកទួយក៏ថាបើសិនតែយើងបើសិនអ្នកនៅក្រៅប្រទេសលោកសំរងស៊ីបង្កើតរដ្ឋាភិបាលក្រៅប្រទេសគឺស្មើនឹងបង្កើតរដ្ឋាភិបាលមួយដែលរំលោភធម្មនុញ្ញរបស់ប្រទេសកម្ពុជាឥឡូវនេះរបបលោកហ៊ុនសែននៅក្នុងប្រទេសនេះកំពុងតែធ្វើឲ្យបាត់បង់ទឹកដីតើរបបលោកហ៊ុនសែនជាអ្នករំលោភធម្មនុញ្ញរបស់កម្ពុជាឬមួយក៏អ្នកនៅដែលកំពុងតែចង់ឲ្យយកសន្ធិសញ្ញាទីក្រុងប៉ារីសទៅអនុវត្តដើម្បីការពារបូរណភាពទឹកដីនឹងអ្នកណាមួយជាអ្នករំលោភធម្មនុញ្ញរបស់ប្រទេសកម្ពុជានៅក្នុងកិច្ចព្រមព្រៀងស្ដីអំពីអធិបតេយ្យភាពឯករាជ្យបូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតនិងឯករាជ្យជាតិកម្ពុជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះហើយក៏មានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារបស់យើងនៅក្នុងកិច្ចព្រមព្រៀងនេះគឺកំណត់នៅកាតព្វកិច្ចឬការសន្យារបស់ភាគីកម្ពុជាបាទការសន្យាច្បាស់របស់ភាគីកម្ពុជាហើយប្រសិនបើរដ្ឋាភិបាលនៅភ្នំពេញនៃលោកហ៊ុនម៉ាណែតតាំងខ្លួនជាអ្នកតំណាងឲ្យផលប្រយោជន៍របស់ប្រទេសកម្ពុជាមែនត្រូវទៅមើលកិច្ចព្រមព្រៀងនឹងឡើងវិញកិច្ចព្រមព្រៀងនេះក្នុងមាត្រា1ហើយចំណុច2មានការចែងច្បាស់គឺភាគីដែលតាំងខ្លួនថាជាអ្នកតំណាងផលប្រយោជន៍របស់ប្រទេសកម្ពុជាហ្នឹងណាជៀសវាងអំពើណាមួយដែលអាចនាំឲ្យប៉ះពាល់ដល់អធិបតេយ្យភាពឯករាជ្យបូរណភាពទឹកដីនិងភាពមិនអាចរំលោភបាននៃដែនដីរបស់រដ្ឋដទៃតែពិតទៅយើងមិនបានទៅរំលោភដែនដីរបស់រដ្ឋដទៃទេហើយជាគោលការណ៍នៅក្នុងការអនុវត្តយើងឃើញថារដ្ឋាភិបាលដែលគេតាំងខ្លួនជាអ្នកតំណាងផលប្រយោជន៍នៅប្រទេសកម្ពុជាក៏អត់ហ៊ានទៅរំលោភដែនដីអ្នកដទៃដែរបានន័យថាគេអនុវត្តចំណុចនឹងបានប៉ុន្តែចំណុចដែលគេអនុវត្តមិនបានមានន័យថាគេមិនបានយកកិច្ចព្រមព្រៀងដែលមានលក្ខណៈឲ្យម៉ាត់ឆាប់នៅក្នុងការអនុវត្តនៅត្រង់ថាគេមិនឲ្យភាគីកម្ពុជាទៅជ្រៀតជ្រែងនឹងភាគីនៃប្រទេសដទៃទេប៉ុន្តែលោកហ៊ុនសែនគាត់បានទៅនិយាយអំពីការទៅកំទេចឬក៏កកូរកកាយផ្ទៃក្នុងថៃនេះអាកំទេចនិងកកូរកកាយផ្ទៃក្នុងថៃនេះណាដែលធ្វើឲ្យថៃមិនញញើតនោះឡើយឃើញទេថៃមិនញញើតក្នុងការវាយបកមកកម្ពុជាហើយដោយសារតែមូលដ្ឋាននៃការទៅកកូរកកាយផ្ទៃក្នុងថៃរបស់លោកហ៊ុនសែននេះក៏ធ្វើឲ្យថៃបញ្ឆេះទៅជាសង្គ្រាមឈ្លានពានមកប្រទេសកម្ពុជាឃើញទេអាចំណុចហ្នឹងហើយដែលលោកហ៊ុនសែនមិនបានពិនិត្យឲ្យបានដិតដល់អំពីការអនុវត្តឲ្យបានប្រកបប្រជានៅកិច្ចព្រមព្រៀងយើងមិនអាចទៅជាតិជ្រែកផ្ទៃក្នុងរបស់ប្រទេសអ្នកដទៃទេអានោះគឺជាការអនុវត្តឲ្យបានត្រឹមត្រូវហើយមួយវិញទៀតនៅក្នុងកិច្ចព្រមព្រៀងស្ដីអំពីអធិបតេយ្យភាពហ្នឹងគឺត្រូវតែលុបចោលទាំងអស់នៅសន្ធិសញ្ញាខុសច្បាប់ទាំងឡាយនៅពេលដែលរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនមិនបានអនុវត្តនៅការទុកជាមុខភាពឬក៏លុបចោលនៅសន្ធិសញ្ញាខុសច្បាប់ទាំងឡាយជាមួយវៀតណាមហើយទៅបង្កើតនៅគេហៅថាការយល់យោគទាំងជាមួយវៀតណាមទាំងជាមួយថៃនោះមានន័យថាក្រុមគ្រួសារហ៊ុននិងរដ្ឋាភិបាលរបស់ខ្លួននឹងគឺជាអ្នករំលោភលើកិច្ចព្រមព្រៀងដោយខ្លួនឯងមួយវិញទៀតនៅពេលដែលថៃនិងវៀតណាមឈ្លានពាននៅក្នុងកិច្ចព្រមព្រៀងហ្នឹងយើងក៏មិនត្រូវឈ្លានពានគេក៏អត់ត្រូវឈ្លានពានយើងដែរនៅពេលដែលវៀតណាមនិងថៃឈ្លានពានគឺត្រូវតែប្រកាសប្រជារដ្ឋាភិបាលត្រូវតែប្រើយន្តការតាមរយៈកិច្ចព្រមព្រៀងហ្នឹងប្តឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឬក៏តាមយន្តការអន្តរជាតិដើម្បីការពារខ្លួនក៏ប៉ុន្តែរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនអត់បានធ្វើយ៉ាងដូច្នោះទេហើយមិនបានធ្វើយ៉ាងដូច្នោះហើយ
បែបដូចជាធ្វើនៅសន្ធិសញ្ញាសំទោសធ្វើនៅច្បាប់ឬក៏ការយោគយល់ផ្សេងៗឲ្យបាត់ទឹកដីនៃប្រទេសកម្ពុជាដូច្នេះគឺរដ្ឋាភិបាលក្រុងភ្នំពេញខ្លួនឯងដែលជាអ្នករំលោភលើកិច្ចព្រមព្រៀងហើយបន្តភាពដឹកនាំខុសច្បាប់នៅក្នុងប្រទេសកម្ពុជាធ្វើឲ្យបាត់បង់នៅអធិបតេយ្យភាពបាត់បង់ទឹកដីហើយនឹងធ្វើឲ្យកម្ពុជារងគ្រោះប្រជាពលរដ្ឋរងគ្រោះដោយសពថ្ងៃបាទបាទអរគុណលោកកឹមសុខពេលណាខ្ញុំក៏មានមេត្រាហើយនឹងសន្ធិសញ្ញានៅចំពោះមុខដែរខ្ញុំចង់អានបន្តិចដើម្បីឲ្យបងប្អូនយើងបានយល់កុំថាយើងនិយាយហើយគ្មានឯកសារយោងនឹងមាត្រាទី5ស្ដីអំពីកិច្ចព្រមព្រៀងស្ដីអំពីអធិបតេយ្យភាពឯករាជ្យភាពបូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពឯកភាពនៃប្រទេសកម្ពុជាហើយទាំងអស់នោះមានប្រទេស18ចូលរួមខ្ញុំអានត្រឹមមាត្រា4មាត្រា4ភាគីដែលចុះកិច្ចព្រមព្រៀងនេះអំពាវនាវដល់រដ្ឋដទៃទៀតឲ្យទទួលស្គាល់និងគោរពគ្រប់បែបយ៉ាងដល់អធិបតេយ្យភាពឯករាជ្យភាពបូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតនិងឯករាជ្យភាពរបស់កម្ពុជាហើយជៀសវាងនៅអំពើដែលមិនស្របទៅនឹងគោលការណ៍ទាំងនោះឬដែលមិនសមស្របទៅនឹងប្រការដទៃទៀតនៃកិច្ចព្រមព្រៀងមាត្រាទី5នៅក្នុងករណីការរំលោភឬការគំរាមកំហែងរំលោភលើអធិបតេយ្យភាពឯករាជ្យភាពបូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពឯករាជ្យភាពនៃដែនដីកម្ពុជាលើការបដិញ្ញាចិត្តនៅការអនុវត្តដទៃទៀតណាមួយនៅក្នុងកិច្ចព្រមព្រៀងនេះបណ្ដាភាគីនៅក្នុងកិច្ចព្រមព្រៀងនេះធ្វើការពិគ្រោះផ្ដល់ជាយោបល់ដើម្បីអនុម័តរាល់វិធានការសមស្របដើម្បីធានាការពារដល់ការបដិញ្ញាចិត្តទាំងនោះនិងដោះស្រាយរាល់ការរំលោភទាំងនោះតាមមធ្យោបាយសន្តិវិធី2វិធានការនេះនៅក្នុងចំណោមវិធានការផ្សេងទៀតអាចរួមមានការរាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឬក្រុមឬក៏ប្រើប្រាស់មធ្យោបាយដំណោះស្រាយ